គុជឃ្មុំជាវត្ថុស័ក្តិសិទ្ធិពូកែលេខ1និងចាត់ទុកថាជាលំដាប់នាំមុខគេតែម្ដងគុជឃ្មុំចាប់កំណើតដោយពពួកទេវតាចុះមកចាប់កំណើតជាមួយសត្វឃ្មុំហើយរស់នៅក្នុងសម្បុកឃ្មុំធំនិងយកទឹកឃ្មុំជាអាហារដើម្បីចិញ្ចឹមចម្រើនជីវិតនិងការតាំងសិលរូបរាងគុជឃ្មុំស្រដៀងដូចទៅនឹងឃ្មុំខ្លះមានស្លាបកែវខ្លះជាដង្កូវឃ្មុំសុទ្ធតែម្ដងចំពោះរូបរាងពណ៌សម្បុរស្រដៀងគ្នាទៅនឹងទឹកឃ្មុំនៅពេលឃ្លានឬអស់កម្លាំងពណ៌រាងឡើងខ្មៅដល់ពេលផឹកទឹកឃ្មុំរួចឡើងក្រហមលាយលឿងសាច់រឹងដូចដុំសារាយទន់ហើយមានពន្លឺចេញតិចភ្នែកមានពណ៌ខ្មៅមានប្រស្រីមានជីវិតមើលមួយផ្លែតដូចរេចុះរេឡើងបាទអញ្ចឹងតើតើនឹងគុជឃ្មុំដែរគឺខ្ញុំធ្លាប់បានលើចាស់នៅក្នុងភូមិគាត់និយាយថាគុជឃ្មុំនឹងគឺមានមហិទ្ធិខ្លាំងណាស់នៅពេលដែលយើងបានគុជឃ្មុំនឹងបាទហើយវាបើនិយាយពីការចំណីវិញមកចំណីវាគឺមានផឹកទឹកឃ្មុំនឹងបាទនៅក្នុងគុជឃ្មុំនឹងហើយបើផ្ទះណាមានគុជឃ្មុំនឹងដាក់នៅក្នុងផ្ទះនឹងគឺផ្ទះនឹងសំណាងណាស់បាទបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនស្វាគមន៍មកកាន់ Channel ខ្មែរ Story KS នៅថ្ងៃដែរខ្ញុំបាទនឹងលើកយកនៅរឿងរ៉ាវជំនឿមួយទៀតនោះគឺតាក់ទងទៅនឹងមហាធិរគុជឃ្មុំដូច្នេះសូមពុកម៉ែបងប្អូនរីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅគុជឃ្មុំជាវត្ថុស័ក្តិសិទ្ធិពូកែលេខ1និងចាត់ទុកថាជាលំដាប់នាំមុខគេតែម្ដងគុជឃ្មុំចាប់កំណើតដោយពពួកទេវតាចុះមកចាប់កំណើតជាមួយសត្វឃ្មុំហើយរស់នៅក្នុងសម្បុកឃ្មុំធំនិងយកទឹកឃ្មុំជាអាហារដើម្បីចិញ្ចឹមចម្រើនជីវិតនិងការតាំងសិលរូបរាងគុជឃ្មុំស្រដៀងដូចទៅនឹងឃ្មុំខ្លះមានស្លាបកែវខ្លះជាដង្កូវឃ្មុំសុទ្ធតែម្ដងចំពោះរូបរាងពណ៌សម្បុរស្រដៀងគ្នាទៅនឹងទឹកឃ្មុំនៅពេលឃ្លានឬអស់កម្លាំងពណ៌រាងឡើងខ្មៅដល់ពេលផឹកទឹកឃ្មុំរួចឡើងក្រហមលាយលឿងសាច់រឹងដូចដុំសារាយទន់ហើយមានពន្លឺចេញតិចភ្នែកមានពណ៌ខ្មៅមានប្រស្រីមានជីវិតមើលមួយផ្លែតដូចរេចុះរេឡើងបាទអញ្ចឹងតើតើនឹងគុជឃ្មុំដែរគឺខ្ញុំធ្លាប់បានលើចាស់នៅក្នុងភូមិគាត់និយាយថាគុជឃ្មុំនឹងគឺមានមហិទ្ធិខ្លាំងណាស់នៅពេលដែលយើងបានគុជឃ្មុំនឹងបាទហើយវាបើនិយាយពីការចំណីវិញមកចំណីវាគឺមានផឹកទឹកឃ្មុំនឹងបាទនៅក្នុងគុជឃ្មុំនឹងហើយបើផ្ទះណាមានគុជឃ្មុំនឹងដាក់នៅក្នុងផ្ទះនឹងគឺផ្ទះនឹងសំណាងណាស់បាទអាហាររបស់គុជឃ្មុំគឺទឹកឃ្មុំប្រសិនបើផ្ទះណាមួយមានគុជឃ្មុំ
នោះទឹកឃ្មុំដែលមានក្នុងផ្ទះទាំងប៉ុន្មាននឹងសាបដោយតកអញ្ចឹងនេះដោយសារតែគុជឃ្មុំស្រូបយករសជាតិសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃចាស់បុរាណតែងតែសង្កេតឃើញថាគុជឃ្មុំចេញពណ៌ពន្លឺខៀវដូចអំពិលអំពើចរៀងរាល់ថ្ងៃអបោសុតដែលនេះគឺជាការសម្ដែងបរិហាររបស់វាបាទអញ្ចឹងរៀងរាល់ថ្ងៃសៅរ៍ចាស់គាត់ថាផ្ទះណាដែលមានគុជឃ្មុំហ្នឹងគឺគាត់តែងតែឃើញមានពន្លឺដូចអំពើអំពើចយ៉ាងចេញមកហ្នឹងគាត់ថាជាថ្ងៃសៅរ៍ទេបាទហើយអាហ្នឹងបើតាមគាត់គឺគាត់ថាហ្នឹងគឺជាការសម្ដែងមហាធរិតផុសគុជឃ្មុំហ្នឹងបាទចាស់និយាយថាគុជឃ្មុំមានតែក្នុងឃ្មុំផ្លិតធំឃ្មុំចង្អេរហើយរៀងរាល់ថ្ងៃអបោសុតបើគេប្រទះឃើញឃ្មុំចេញពន្លឺឬពន្លឺភ្លើងហោះក្រវ៉ាចុះឡើងជុំវិញសម្បុកគឺមានន័យថាមានគុជឃ្មុំហើយម្យ៉ាងទៀតនៅពីក្រោមសម្បុកឃ្មុំដីឡើងខ្មៅខុសពីដីនៅជុំវិញសម្បុកឃ្មុំនិងសម្បុកឃ្មុំធ្វើលើដីធំចាប់ពី1ម៉ែត្រទៅ3ម៉ែត្រគឺមានគុជឃ្មុំហើយការយកគុជឃ្មុំគឺត្រូវយកដោយមេត្តាធម៌រហូតគុជនោះព្រមឲ្យយកដោយត្រូវអង្គុយផ្សាយមេត្តាឲ្យជាប់ជានិច្ចសមាធិមេត្តាដល់សាពេលវាព្រមវាហោះចេញមកតែម្ដងឬលោកដៃចូលសម្បុកយកតែម្ដងដោយគ្មានឃ្មុំណាហ៊ានតិចឡើយតែបើហ៊ានធ្វើផ្ដេសផ្ដាសប្រើភ្លើងឬផ្សែងនឹងត្រូវឃ្មុំតិចជាមិនខានគុជឃ្មុំមានឫទ្ធិអំណាចខ្លាំងណាស់ជួយម្ចាស់ចម្រុងចម្រើនលើកបុណ្យឡើងស័ក្តិនិងការពារគ្រប់យ៉ាងអាវុធកំភ្លើងអគ្គិភ័យខ្មោចព្រាយនិងរន្ទះផងដែរគេរក្សាគុជឃ្មុំក្នុងប្រអប់ថ្មឬឈើឬដំណាប់ឈើផងដែរហើយគេកម្របើកណាស់ព្រោះវាស្រូបចរន្តអគ្គិសនីបាទអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត